ឥឡូវចូលមកកាន់ផ្នែកទី2នៃ experiment ទី5របស់យើងដែលតាក់ទងជាមួយនឹង amino acid ឬក៏យើងនិយាយតាក់ទងជាមួយនឹងវត្តមានរបស់ពពួក amino acid ដែលមាននៅក្នុង sample របស់យើងជាជាក់ស្ដែងនៅក្នុង sample food របស់យើងនឹងអាចមាន sample ខ្លះមានវត្តមាន amino acid sample ខ្លះអត់មានវត្តមាន amino acid ទេអញ្ចឹងថ្ងៃនេះយើងនឹងរៀនតាក់ទងជាមួយនឹង test ដែលយើងប្រើប្រាស់សម្រាប់រកអំពីវត្តមានយើងបញ្ជាក់ឲ្យច្បាស់មិនមែនពីបរិមាណ amino acid ឬក៏បរិមាណ protein ទេវាគ្រាន់តែជា test មួយដែលអាចឲ្យយើងប្រើប្រាស់នៅក្នុងការធ្វើ test រកវត្តមាន amino acid បានហើយ amino acid យើងនឹងស្រាប់ហើយថាវាមានប្រភេទខុសៗគ្នាវាអាចមានពពួក benzene ring មានពពួក amino acid ដែលវាមានផ្ទុកនៅពពួក benzene ring ជាមួយនឹងប្រភេទ amino acid ផ្សេងៗគ្នាចឹងទៅអញ្ចឹងប្រភេទ sample ដែលយើងយកមកប្រើប្រាស់នៅក្នុងថ្ងៃហ្នឹងគឺមានចំនួន2មួយគឺអ្នកគ្រូប្រើប្រាស់ពពួក soy protein មួយទៀតគឺអ្នកគ្រូប្រើប្រាស់នៅពពួក whey protein អញ្ចឹងអ្នកគ្រូដឹងហើយថាពពួក protein ទាំងអស់ហ្នឹងគឺវាមានផ្ទុកនៅពពួក amino acid នៅក្នុងហ្នឹងអញ្ចឹងអ្នកគ្រូគ្រាន់តែចង់ test ថាតើវាមានវត្តមានប្រភេទ amino acid ដែលអ្នកគ្រូចង់បានឬក៏អត់តែជាជាក់ស្ដែងនៅពេលដែលយើងធ្វើ experiment មែនទែនអ្នកគ្រូនឹងឲ្យជាប្រភេទ unknown sample ឬក៏ជាប្រភេទ sample ដែលយើងមាននៅលើទីផ្សារស្រាប់ឧទាហរណ៍ដូចជាពពួក HY ពពួក H យកពពួកសុទ្ធសពពួកសុទ្ធក្រហមឬក៏ប្រភេទពពួកម្សៅផ្សេងៗដើម្បីយើងយកមកធ្វើ test អញ្ចឹងដំបូងបងប្អូនទាំងអស់គ្នាដែលសារតែនៅក្នុងនេះគឺយើងមានចំនួន3 test ផ្សេងៗគ្នាទី1គឺ biuret test ទី2គឺ xanthoprotein test ទី3គឺ Nihydrin test អញ្ចឹងយើងនឹងធ្វើ test ទាំង3ហ្នឹងអញ្ចឹងមុនពេលដែលយើងធ្វើ test យើងត្រូវយកម្សៅ protein របស់យើងហ្នឹងអាចជាម្សៅ protein អីក៏បានឬក៏ sample របស់យើងហ្នឹងយកមក disperse មានន័យថារំលាយវាចូលទៅក្នុងទឹកសិនអញ្ចឹងនៅក្នុងនេះគឺអ្នកគ្រូបានយកម្សៅ protein ជាប្រភេទ whey protein ជាមួយនឹងជាប្រភេទ soy protein ហ្នឹងយកមកលាយជាមួយទឹកហើយនេះដូចយើងមើលឃើញនេះអ្នកគ្រូលាយជាមួយទឹកហើយសំណួរសួរថាអ្នកគ្រូខ្ញុំគួរតែលាយបរិមាណប្រមាណអត់ចាំបាច់ថាយើង concern ទៅលើបរិមាណទេព្រោះអីដោយសារតែយើងចង់រកពីវត្តមានរបស់វាមិនមែនចង់រកពីបរិមាណដែលមាននៅក្នុង sample របស់យើងទេអញ្ចឹងយើងអាចប្រើបរិមាណប៉ុន្មានក៏បានដែរក៏ប៉ុន្តែធ្វើម៉េចលាយជាមួយនឹងទឹកឲ្យបាន5មីលីលីត្រអញ្ចឹងនៅក្នុងនេះគឺអ្នកគ្រូបានបូមវាដាក់ចូលនៅក្នុង test tube ហើយគឺ5មីលីលីត្រ5មីលីលីត្រគ្រប់ test tube ទាំងអស់មុនពេលដែលអ្នកគ្រូចាប់ផ្ដើមធ្វើ test ចឹងបន្ទាប់ពីអ្នកគ្រូលាយវាជាមួយទឹកហើយអ្នកគ្រូបូមវាដាក់ចូលនៅក្នុង test tube នីមួយៗចំនួន5មីលីលីត្រហើយអ្វីដែលអ្នកគ្រូត្រូវធ្វើបន្ទាប់គឺអ្នកគ្រូចាប់ផ្ដើមបន្ត reaction solution របស់អ្នកគ្រូអញ្ចឹងតកតងជាមួយនឹង biuret test អញ្ចឹងអ្នកគ្រូនឹងធ្វើម្ដងមួយតេស្តដោយសារយើងមាន3តេស្តតោះនេះតកតងជាមួយនឹង biuret test យើងត្រូវប្រើប្រាស់នៅពពួកតុងដែន sulfat ចំនួនបរិមាណគេហៅថាបរិមាណដែលយើងលាយគឺ 0.01% អញ្ចឹងយើងយកតុងដែន sulfat របស់យើងមកបន្តវាចូលទៅក្នុង sample របស់យើងឧទាហរណ៍ថា sample របស់យើងមាន5 sample អញ្ចឹងយើងរៀបមកធូបទី1ទី2ទី3ទី4ទី5 sample ទី1 sample ទី2 sample ទី3 sample ទី4 sample ទី5អញ្ចឹងមកអញ្ចឹងដោយសារតែអ្នកគ្រូមានតែ2 sample អញ្ចឹងអ្នកគ្រូធ្វើការបើកគម្រប sample របស់អ្នកគ្រូបន្ទាប់មកអ្នកគ្រូធ្វើការបន្តនៅពពួកតុងដែន sulfat របស់អ្នកគ្រូ 0.01% ហ្នឹងចូលទៅក្នុង sample របស់អ្នកគ្រូបើមើលនៅក្នុង procedure គេប្រាប់យើងថា few drop អញ្ចឹង3ឬក៏4ដំណក់អញ្ចឹងស៊ីសងលើយើងបន្ត3ឬក៏4ដំណក់ចូលទៅក្នុងនឹងមកអញ្ចឹងបើសិនជាយើងបន្ត3ឬក៏4ដំណក់ហើយយើងមើលឃើញថាវាអត់មានពណ៌ទេយើងអាចបន្ថែម3ឬក៏4ដំណក់ទៀតហើយបើសិនជាវានៅតែអត់មានពណ៌ទៀតមានន័យថាវាអត់មានប្រតិកម្មទេព្រោះអីជាជាក់ស្ដែងពពួក biuret test អ្វីដែលយើងនឹងមើលគឺយើងនឹងមើលទៅលើប្រតិកម្មនៃការប្រែប្រួលពណ៌របស់វាតោះនេះអញ្ចឹងបន្ទាប់ពីយើងបន្តហើយយើងមិចវាឲ្យសព្វទៅយើងអាចប្រើម៉ាស៊ីន voltage ក៏បានដែរណាគ្នាយើងមិចវាឲ្យសព្វទៅបន្ទាប់មកយើងនឹងមើលទៅលើបម្រែបម្រួលពណ៌របស់វាអូខេបន្ទាប់មកយើងទុកវាមកសន្ទុះទៅបន្ទាប់មកចាំយើងមើលទៅលើបម្រែបម្រួលពណ៌របស់វាហើយបើសិនជាវាអត់មានបម្រែបម្រួលពណ៌ទេមានន័យថាវា negative test ហើយបើសិនជាវាមានបម្រែបម្រួលពណ៌មានន័យថាវាអីគេ positive test ហើយតោះនេះអានេះសម្រាប់ biuret test អញ្ចឹងចូលមកដល់ test ទី2គឺយើងធ្វើតាក់ទងជាមួយនឹងគេហៅថាអឺ bento protein test អញ្ចឹងនៅក្នុងនេះអ្វីដែលយើងត្រូវប្រើប្រាស់គឺយើងនឹងប្រើប្រាស់នៅពពួក nitric acid ដែល nitric acid របស់យើងប្រើពពួក concentrate ណាពពួក nitric acid ដើមហ្មងអញ្ចឹងយើងយក sample របស់យើងមក
យើងធ្វើដូចគ្នាអញ្ចឹងតែមួយនេះគ្រាន់តែបតក់ហើយមើលពណ៌ឯងបតក់ហើយមើលពណ៌ឯងអញ្ចឹងអ្នកគ្រូណែនាំឲ្យពួកយើងថតពណ៌មុនពេលបតក់ទុកតោះនេះបន្ទាប់មកពេលដែលយើងបតក់ហើយយើងត្រូវយកវាយកមកប្រៀបធៀបជាមួយនឹងពណ៌ដែលយើងមើលឃើញបន្ទាប់ពីយើងធ្វើការបតក់ជាមួយនឹង solution របស់យើងអញ្ចឹងអ្នកគ្រូធ្វើការបូម nitric acid របស់យើង អូខេទុកវាសិនបន្ទាប់មកចូលដល់តេស្តទី3យើងធ្វើដូចគ្នាអញ្ចឹងយើងធ្វើការបតក់ខុសគ្នាគឺយើងបតក់នៅពពួក Nihydrin solution អញ្ចឹងពីប៉ែតបតក់របស់យើងប្រើខុសៗគ្នាឃើញអ្នកគ្រូប្រើខុសៗគ្នាហ៎គ្រាន់តែថា Nihydrin solution វាខុសពីមុនត្រង់ថាពេលដែលយើងបតក់ Nihydrin solution ចូលទៅក្នុង sample របស់យើងហើយយើងត្រូវធ្វើការ hit ឬក៏ដុតកម្ដៅវាម្តងទៀតបានប្រតិកម្មហ្នឹងវាអាចកើតឡើងអញ្ចឹងឥឡូវអ្នកគ្រូមិចវាសិនបន្ទាប់មកបានអ្នកគ្រូយកវាយកមកដាក់នៅក្នុងទឹកពុះរបស់យើងបន្ទាប់មកយើងឲ្យវាប្រតិកម្មសិនពេលដែលវាប្រតិកម្មហើយយើងទុកវាឲ្យត្រជាក់យើងនឹងមើលទៅលើប្រតិកម្មដែលវាកើតឡើងអាចកាត់សិនបានទេខូចអីដែរអូអូខេយើងឃើញទេសម្រាប់ Nihydrin test យើងឃើញវាប្រែប្រួលពណ៌ហ៎យើងឃើញនៅពេលដែលយើងលាយជាមួយនឹង solution របស់យើងហើយយើងដុតកម្ដៅហើយមួយប្រហែលជា3ឬក៏4នាទីក្រោយមកវាចាប់ផ្ដើមប្រែប្រួលពណ៌ហើយអញ្ចឹងយើងអាចថតលទ្ធផលរបស់វាទុកបន្ទាប់មកប្រៀបធៀបជាមួយលទ្ធផលដើមហើយធ្វើការបកស្រាយទៅលើវត្តមាននៅពពួក amino acid ដែលមាននៅក្នុង sample របស់យើងអញ្ចឹងដូចអ្នកគ្រូបញ្ជាក់អញ្ចឹងតេស្តមួយចំនួនគឺយើងអាចរកឃើញវត្តមានរបស់វាអាចរកឃើញវត្តមានរបស់វាបន្ទាប់ពីយើងបតក់ឲ្យភ្លាមតេស្តមួយចំនួនទៀតគឺយើងត្រូវការធ្វើការដុតកម្ដៅវាតែអ្នកគ្រូបញ្ជាក់អ្វីដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើការថតរូបមុនពេលជាមួយនឹងក្រោយពេលដែលយើងធ្វើយើងឃើញទេយើងមើលឃើញថា solution របស់យើងនៅតេស្តទី2នេះយើងឃើញវាមានបំរែបំរួលពណ៌ខុសគ្នាអញ្ចឹងមុនពេលជាមួយនឹងក្រោយពេលដែលយើងធ្វើតេស្តចាំបាច់បងប្អូនទាំងអស់គ្នាត្រូវតែថតរូបទុកហើយ
បើសិនជាយើងអត់ថតរូបទុកទេយើងត្រូវធ្វើធូបមួយទៀតដែលជាប្រភេទ control ធូបដើម្បីយកមកប្រៀបធៀបគ្នាជាធូបដែលយើងអត់មានដាក់ជាមួយនឹងពពួក test solution មានន័យថាជាប្រភេទ sample របស់យើងជាប្រភេទ sample ដែលយើងប្រើប្រាស់ soy protein ជាមួយនឹងទឹកធម្មតាដោយអត់មានអីគេអត់មានបន្ថែមជាមួយនឹង test solution អញ្ចឹងចុងក្រោយយើងនឹងអាចយកវាយកមកធ្វើការប្រៀបធៀបគ្នាបានរវាង solution ដែលយើងបន្ថែមជាមួយនឹង test solution របស់យើងជាមួយនឹង solution ដែលយើងអត់បន្ថែម test solution អូខេអូខេអញ្ចឹងផ្នែកទី2នៃ experiment ទី5របស់យើងត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងហើយមេរៀនទី5របស់យើងក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់អរគុណ